ថ្ងៃនេះឆាមីលឿងជាមួយបន្លែហើយនឹងតៅគួរបន្លែហាន់ហើយយកទៅស្រុះដោយដាក់អំបិលបន្តិចចំពោះបន្លែខ្ញុំស្រុះទាំងអស់ហើយនឹងសរសៃមីលឿងក៏ស្រុះផងដែរតៅគួរយើងយកមកចៀនឲ្យក្រៀមបន្តិចក្រៀមសំបកខាងក្រៅបងប្អូនហើយហាន់តាមចំណូលចិត្តចំណែកគ្រឿងផ្សំខ្ញុំមានអំបិលម្រេចប៊ីចេងបន្តិចហើយនឹងខ្ទឹមសស្ករត្នោតបងប្អូនខ្ញុំមិនបានដាក់ប្រេងខ្យងទឹកស៊ីអ៊ីវឬទឹកត្រីទេគ្រឿងផ្សំរបស់គ្រួសារខ្ញុំមានតែប៉ុណ្្នឹងឯងឥឡូវនេះឆាជិតរួចរាល់ហើយឆ្អិនហើយសូមបងប្អូនភ្លក្សជាមួយនឹងនាងខ្ញុំសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំ